យដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេទៅធ្វើការគុំតក់ខ្យល់ក៏សក់ចូលហ្គេអាពូម៉ាអានោះឌឺគុំទុកចាំស្អែកស្ដាប់លោកអើនិយាយពីពលពតវាបញ្ជូនក្មេងទៅធ្វើការមិនឲ្យរៀនសូត្របនខ្មោចគ្មានស្បូតយប់លៀងគ្មានតន្ត្រីខ្ញុំសួរគាត់ថាចុះគេបានអីឆៃហត់ទៅទឹកបបរដើម្បីយកធម្មពលរស់ក្នុងជីវិតមួយដែលអង្គការបានផ្ដល់ហើយកុំឆ្ងល់មិនសម្បូរមនុស្សស្លាប់ឲ្យរស់យូរយ៉ាងម៉េចបើគ្នាមកតបអង្គមកក្តាប់ឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេទៅធ្វើការគុំតក់ខ្យល់ក៏សក់ចូលហ្គេអាពូម៉ាអានោះឌឺគុំទុកចាំស្អែកស្ដាប់លោកអើនិយាយពីពលពតវាបញ្ជូនក្មេងទៅធ្វើការមិនឲ្យរៀនសូត្របនខ្មោចគ្មានស្បូតយប់លៀងគ្មានតន្ត្រីខ្ញុំសួរគាត់ថាចុះគេបានអីឆៃហត់ទៅទឹកបបរដើម្បីយកធម្មពលរស់ក្នុងជីវិតមួយដែលអង្គការបានផ្ដល់ហើយកុំឆ្ងល់មិនសម្បូរមនុស្សស្លាប់ឲ្យរស់យូរយ៉ាងម៉េចបើគ្នាមកតបអង្គមកក្តាប់ឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេទៅធ្វើការគុំតក់ខ្យល់ក៏សក់ចូលហ្គេអាពូម៉ាអានោះឌឺគុំទុកចាំស្អែកស្ដាប់លោកអើនិយាយពីពលពតវាបញ្ជូនក្មេងទៅធ្វើការមិនឲ្យរៀនសូត្របនខ្មោចគ្មានស្បូតយប់លៀងគ្មានតន្ត្រីខ្ញុំសួរគាត់ថាចុះគេបានអីឆៃហត់ទៅទឹកបបរដើម្បីយកធម្មពលរស់ក្នុងជីវិតមួយដែលអង្គការបានផ្ដល់ហើយកុំឆ្ងល់មិនសម្បូរមនុស្សស្លាប់ឲ្យរស់យូរយ៉ាងម៉េចបើគ្នាមកតបអង្គ